សូមជូនរឿងម៉ែដំរីនិងការប្រដៅកូនក្នុងព្រៃភ្នំនៅជិតទឹកជ្រោះសាបស្រូបមួយនៅចំកណ្ដាលព្រៃភ្នំមានគ្រួសារដំរីរស់នៅជាមួយសត្វនានាដូចជាស្ទាវកង្កែបមេផាសង់និងសត្វទីកម៉ែដំរីឈ្មោះកុសម្បូរគឺជាអ្នកជំរុញសុចរិតធម៌និងសេចក្តីស្រឡាញ់នៅក្នុងសហគមន៍សត្វនេះម៉ែសម្បូរប្រដៅកូនរៀងរាល់ថ្ងៃពេលព្រឹកវាលើកសរសៃចង់ដំរីតូចឲ្យរៀនអំពីការសម្ដែងគុណធម៌ម៉ែគេនិយាយថាកូនត្រូវរៀនស្ដាប់មិនត្រូវបញ្ចេញកម្លាំងពេលគេប៉ះពាល់ខ្លួនប៉ុន្តែត្រូវឆ្លើយតបដោយចិត្តក្រអើយនិងការយល់ដឹងនៅថ្ងៃមួយមានការរអាក់រអួលធំនៅព្រៃដើមឈើធំបានដួលចំភ្លៅសត្វចូលចេញខណៈដែលសត្វជាច្រើនភ័យខ្លាចកូនដំរីបាននាំមិត្តរួមកម្លាំងជួយដកដើមឈើនោះចេញដោយចងខ្សែព្រះស្នេហាដែលបានសិក្សាពីម៉ែរបស់ខ្លួនពេលល្ងាចបន្ទាប់ពីសកម្មភាពជួយសង្គ្រោះបានបញ្ចប់សត្វទាំងអស់បានមកសូមអរគុណម៉ែសម្បូរនិងកូនដំរីដែលបានបង្ហាញអត្ថន័យនៃការជួយគ្នាទាំងព្រៃភ្នំក្លាយជាទីកន្លែងសម្បូរទៅដោយសេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមកម៉ែដំរីបន្តនិយាយកូនអើយកាលណាកូនធ្វើល្អនោះសង្គមសត្វទាំងមូលនឹងសុខសាន្តកុំព្យាយាមតែចង់ឲ្យខ្លួនល្អប៉ុន្តែត្រូវធ្វើឲ្យអ្នកដទៃក៏ល្អផងដែរចុងបញ្ចប់អំពីរឿងនិទាននេះគឺមនុស្សល្អមិនកើតចេញពីអំណាចឬកម្លាំងកាយនោះទេប៉ុន្តែគឺកើតចេញពីចិត្តស្មោះត្រង់ការប្រព្រឹត្តល្អនិងចិត្តស្ម័គ្រចិត្តក្នុងការជួយគ្នា